ថ្មីកន្លងទៅនេះអ្នកលេងបណ្ដាញសង្គម Facebook ជាពិសេសអ្នកតាមដានព័ត៌មានសិល្បៈបានបង្ហាញពីការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈមានករណី Facebook មួយឈ្មោះនាង SK បានរៀបរាប់ពីរឿងរ៉ាវបំណុលរបស់តារាស្រីញឹមចន្ទថនក្នុងការទម្លាយនោះដែរគណនី Facebook ឈ្មោះនាង SK ដែលជាម្ចាស់បំណុលបានបង្ហោះរូបភាពតារាស្រីញឹមចន្ទថននិងបានប្រាប់ឲ្យដឹងថាតារាស្រីជើងចាស់រូបនេះបានជំពាក់បន្តបន្ទាប់ប្រមាណ$6,000ក្នុងរយៈពេល2ឆ្នាំមកហើយមិនព្រមសងយ៉ាងណាមិញសារទម្លាយនិងរូបភាពដែលបានបង្ហោះឡើងពីគណនីម្ចាស់បំណុលខាងលើក៏បានលុបចោលវិញក្រោយតារាស្រីញឹមចន្ទថនបានឲ្យមេធាវីចេញលិខិតអញ្ជើញម្ចាស់បំណុលមកដោះស្រាយដោយសន្តិវិធីនិងឲ្យលុបរូបភាពកូនក្តីរបស់ខ្លួនក្នុងរយៈពេល24ម៉ោងក្នុងនោះតាមរយៈម្ចាស់បំណុលក៏បានរៀបរាប់ថាខ្ញុំបានបំពេញកាតព្វកិច្ចលុបរូបភាពផុសរួចជាស្រេចតាមបំណងរបស់បងឲ្យខ្ញុំលុបតើខ្ញុំចង់សួរទៅបងក៏ដូចជាមេធាវីខាងបងតើខ្ញុំអាចបានលុយខ្ញុំមកវិញពេលណាព្រោះខ្ញុំជាប្រជាជនធម្មតាមិនសូវចេះដឹងយល់អំពីបញ្ហាច្បាប់គ្រាន់តែចង់បានលុយខ្ញុំមកវិញប៉ុណ្ណោះជុំវិញការចេញលិខិតពីមេធាវីរបស់តារាស្រីញឹមចន្ទថនផ្ញើទៅកាន់ម្ចាស់បំណុលនោះដែរធ្វើឲ្យមហាជនជាច្រើនបង្ហាញការស្រឡាំងកាំងខណៈបើជាម្ចាស់លុយមកត្រូវកូនបំណុលចង់ប្តឹងទៅវិញជាមួយគ្នានេះដែរតារាស្រីញឹមចន្ទថនក៏បានឆ្លើយតបលើកឡើងតាមរយៈការចេញវីដេអូថារឿងលុយជំពាក់ជារឿងផ្សេងឯការបង្ហោះរូបនាងធ្វើឲ្យប៉ះពាល់កិត្តិយសគឺជាច្បាប់ព្រហ្មទណ្ឌម្យ៉ាងទៀតក្នុងនាមជាកូនបំណុលនាងក៏មានកិត្តិយសដែរនាងជាតារាសម្ដែងបើបង្ហោះបែបនេះច្បាស់ជាលែងមានអ្នកហៅថតហើយ